សួស្តីបងប្អូនថ្ងៃនេះខ្ញុំដើរមកលេងព្រៃក្បែរផ្ទះហើយមានដើមឈើព្រៃច្រើនចង់ថតបង្ហាញបងប្អូនដើមដំបូងនេះគឺដើមលកាដើមវាបលាតាំងពីគល់រហូតដល់ចុងដើមនេះដើមឈើព្រៃភ្នំឥឡូវកម្របើមាននៅតាមភូមិគេកាប់ចោលអស់ហើយដោយសារតែវាទៅវាប៉ះវាពាល់វាមានបលាអញ្ចឹងអត់សូវមានប្រយោជន៍ទេដើមរកាហ្នឹងស្តៀងដើមគោបងប្អូនស្លឹកវាឆែកដូចគ្នាហើយផ្លែក៏ស្តៀងគ្នាមានសលៃមានគ្រាប់តោះតែត្រង់ដើមវាមានបលាដើមឡើយបលាហ្នឹងដុះដើម្បីការពារដើមរបស់វាកុំឲ្យមានសត្វអីឡើងទៅរំខានប៉ុន្តែដោយសារតែមានបលាហ្នឹងបែរទៅជាមនុស្សកាប់ដើមនឹងចោលទៅវិញបងប្អូនគ្រាន់តែប្រាប់បងប្អូនប៉ុណ្្នឹងទេព្រោះខ្ញុំអត់សូវស្គាល់ដើមលកាហ្នឹងច្បាស់ទេហួសពីហ្នឹងខ្ញុំក៏ដើរទៅមុខតិចទៀតចូលដល់ព្រៃទៅមុខតិចទៀតក៏ដល់ដើមសំរោងបងប្អូនដើមដែលខ្ញុំកំពុងច្អល់ប្រាប់ហ្នឹងគឺដើមសំរោងបងប្អូនខ្ញុំរងចាំពេលហ្នឹងយូរណាស់ហើយរងចាំដល់វាផ្លែបាទខ្ញុំថតឲ្យបងប្អូនមើលអញ្ចឹងផ្លែវាស្អាតណាបងប្អូនហើយខ្ចីអញ្ចឹងយើងអាចហូបបានហើយបើទុំយើងអាចយកវាទៅធ្វើថ្នាំដូចជាថ្នាំតម្រងនោមថ្នាំកាពះពោះវៀនថ្នាំបញ្ចុះកម្ដៅអញ្ចឹងបងប្អូនចាស់ពីមុនគាត់ស្គាល់ច្រើនថាសូម្បីតែសបកវាក៏ជាថ្នាំដែរដើម្បីឲ្យច្បាស់ខ្ញុំក៏ឡើងលើចុងនឹងថតឲ្យបងប្អូនមើលច្បាស់ទាំងផ្លែនិងស្លឹកស្ថានដើមរបស់វាឲ្យបានស្គាល់មានមនុស្សមួយចំនួនតិចដែលបានស្គាល់បងប្អូនអ្នកខ្លះអត់ស្គាល់ទេដើមសំរោងហ្នឹងវាជារុក្ខជាតិព្រៃភ្នំបងប្អូនហើយក៏មានអ្នកខ្លះដាំនៅតាមផ្ទះតាមវត្តដែរដោយសារតែវាជារុក្ខជាតិថ្នាំហើយវាមានអត្ថប្រយោជន៍ច្រើនបងប្អូនខ្ញុំគិតថាដើមហ្នឹងវាមានម្លប់ល្អហើយបើសិនជាដាំក៏អត់សូវពិបាកបោសដែរដោយសារវាអត់សូវជ្រុះស្លឹកច្រើនមានមនុស្សមួយចំនួនច្រឡំថាដើមសំរោងហ្នឹងជាដើមសំរងប៉ុន្តែតាមពិតទៅវាឈ្មោះស្តៀងគ្នាហើយរុក្ខជាតិព្រៃភ្នំដូចគ្នាទៀតអាចនឹងមានអ្នកច្រឡំប៉ុន្តែសូមបញ្ជាក់ថារុក្ខជាតិពីរហ្នឹងរុក្ខជាតិផ្សេងគ្នាទេណាទាំងពីរប្រភេទហ្នឹងសិតតែជារុក្ខជាតិកម្រប៉ុន្តែបើសិនជាខ្ញុំបានជួបប្រទេសខ្ញុំថតវីដេអូបង្ហាញម្ដងទៀតហើយក្នុងព្រៃកន្លែងខ្ញុំច្អល់នេះគឺធ្លាប់មានគេឃើញពស់ថ្លាន់ឡើង30-40គីឡូ2-3ក្បាលវានៅក្នុងស្រះហ្នឹងហើយខ្ញុំដើរក្នុងព្រៃហ្នឹងជាតែភ័យដែរហ្នឹងខ្លាចជួបពស់ថ្លាន់ធំនៅហ្នឹងកន្លែងត្រង់នេះខ្ញុំរើសក្របកកោះបងប្អូនប្រហែលជាមានអ្នកមួយចំនួនស្គាល់ហើយដើមកកោះពូវាសម្បូរដែរទាំងនៅព្រៃភ្នំហើយក៏តាមភូមិក៏ធ្លាប់មានអ្នកដាំដែរផ្លែវាចាស់គេស្ងោរហូបបេះហូបហើយទុំអញ្ចឹងទៅគេយកទៅត្រាំហូបលីងហូបអញ្ចឹងបងប្អូនបាទអ្នកខ្លះគេលីងរួចយកទៅត្រាំទឹកដល់ឈ្ងុយហើយរីកយើងអាចហូបបានអ្នកខ្លះទៀតគេយកទៅឆឹងស្ករឆ្ងាញ់តែមានអីរសជាតិវាហូបបានហើយដើមរបស់វាគេយកធ្វើគ្រឿងឈើបានបងប្អូនដើមល្អដើមកកោះវារៀងរឹងបន្តិចចូលបងប្អូនមានដឹងអត់ថាកកោះហ្នឹងវាមានអត្ថប្រយោជន៍អីគេខ្លះជួយបកចែកម្លែកទៅក្នុងវីដេអូហ្នឹងផងបងប្អូនហើយដើរហួសដើមកកោះហ្នឹងតិចទៅខ្ញុំក៏ដល់កន្លែងដើមដូងប្រេងគេយកផ្លែរបស់វាច្នៃធ្វើជាប្រេងប៉ុន្តែដើមនេះអត់មានអ្នកណាគេកាប់ផ្លែវាទេជ្រុះពេញដីខ្ញុំក៏រើសយកទុកបកាត់ភ្លើងអូផ្លែវាឆេះល្អបងប្អូនណាបកាត់ភ្លើងឯអត់ផ្សែងទេបងប្អូនស្គាល់ដើមនឹងអត់ដើមវាស្តៀងដើមដូងបន្តិចដើមត្នោតបន្តិចដើមលម៉ើបន្តិចហើយផ្លែរបស់វាដូចនៅក្នុងរូបយ៉ាងឯងប៉ិនមេដៃមូលហ្នឹងកដោស៊ីតើបងប្អូនអញ្ចឹងសូមបញ្ជាក់បងប្អូនផ្លែហ្នឹងយើងហូបអត់កើតទេព្រោះអត់ដែលឮណាគេហូបផងអរគុណបងប្អូនវីដេអូថ្ងៃហ្នឹងខ្ញុំថតបានតែប៉ុណ្្នឹងឯងហើយចាំជួយចុច like និង subscribe channel ខ្ញុំអ្នកមួយផងអរគុណបងប្អូន